កាលពីព្រេងនាយមានសេដ្ឋីប្តីប្រពន្ធមានកូនក្រមុំមួយនាក់រួមឆោមល្អណាស់ពួកកំឡោះជាច្រើនស្ម័គ្រចិត្តស្រឡាញ់បានប្រាប់មេដាបេដាឲ្យចូលទៅដណ្ដឹកកូនក្រមុំមហាសេដ្ឋីនោះក៏ព្រមឲ្យឥតប្រកែកតែមានធ្វើខុសសន្យាថាបើកំឡោះឈ្មោះណាចង់បានត្រូវសង់ផ្ទះ5ល្វែងតែមួយថ្ងៃឲ្យហើយបើធ្វើមិនហើយសេដ្ឋីនោះផ្ដាច់មិនឲ្យកូនក្រមុំទេកំឡោះដតីប៉ុន្មានខូចខាតចំនួនជាច្រើនអ្នកដោយធ្វើផ្ទះមួយថ្ងៃមិនហើយសេដ្ឋីក៏ផ្ដាច់មិនឲ្យកូនក្រមុំខណៈនោះមានកំឡោះម្នាក់ជាអ្នកមានគំនិតមានឧបាយកលប្រាជ្ញាឈ្មោះថាចៅផ្កាប់ត្រឡោកជាកូនអ្នកមានក្រាន់បើបានសុំប្រាក់មេដាបេដាយកទៅទិញឈើលបធ្វើផ្ទះប្រុងព្រៀបគ្រប់ប្រដាប់ជាស្រេចរួចកោសរុះខាត់ត្រឡោកមួយយ៉ាងស្អាតហើយប្រាប់មេដាបេដាឲ្យទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះឯមេដាបេដាក៏ទិញផ្លែឈើមើលផ្លែឈើបានច្រើនតុកហើយពឹងញាតសន្តានឲ្យជួយកាន់ចំនួននោះទៅដល់ផ្ទះមហាសេដ្ឋីលើកដៃជម្រាបថាខ្ញុំបាទនាងខ្ញុំមកសូមដណ្ដឹងកូនក្រមុំលោកផ្សំផ្គុំនឹងកូនប្រុសកំឡោះខ្ញុំនាងខ្ញុំទោះបីខុសត្រូវសូមលោកមហាសេដ្ឋីអភ័យទោសសូមឲ្យបានជាសាច់សន្តានស្ពានមេត្រីរៀងទៅសេដ្ឋីទាំងប្តីប្រពន្ធស្ដាប់ហើយឆ្លើយថាយើងឥតប្រកែកថាអ្វីទេអ្នកតែថាថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ5ល្វែងឲ្យហើយស្រេចតែបើធ្វើមិនហើយយើងនឹងផ្ដាច់មិនឲ្យកូនក្រមុំមេដាបេដាចៅផ្កាប់ត្រឡោកឮហើយជម្រាបថាបើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេសូមលោកសេដ្ឋីផ្ដាច់កូនក្រមុំលោកចោះចំនួនប៉ុន្មានតុកនេះខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់ឥតគិតយកថ្លៃពីលោកឡើយហើយជូនចំនួនទាំងអស់ទៅសេដ្ឋីក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេរទុកពេញមួយល្វែងផ្ទះហើយយកសម្បកតុកថាសមកឲ្យវិញមេដាបេដាចៅផ្កាប់ត្រឡោកទទួលតុកថាសគ្រប់ចំនួនហើយក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញក្រោយនោះមហាសេដ្ឋីនិងភរិយានាំគ្នាទៅមើលចំនួននៅលើផ្ទះឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកៗពីប្រទេសឆ្ងាយខ្លះនៅស្រុកឯខ្លះសេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថាចំនួននេះយើងមុខជាបានស៊ីទៅទេទៀតហើយចំណែកមេដាបេដាចៅផ្កាប់ត្រឡោកទៅដល់ផ្ទះក៏និយាយប្រាប់កូនថាសេដ្ឋីព្រមឲ្យហើយតែគេថាឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយស្រេចចៅផ្កាប់ត្រឡោកឮមេដាបេដានិយាយប្រាប់ដូច្នោះមានចិត្តត្រេកអរណាស់ជម្រាបមេដាបេដាថាលោកម៉ែលោកឪពុកកុំព្រួយបារម្ភមុខជាបានដោយគំនិតដែលកូនគិតទុកពីថ្ងៃមុខហើយចៅផ្កាប់ត្រឡោកក៏ទៅនិយាយពឹងបងប្អូនអ្នកចេះជាងផ្ទះឲ្យបានគ្នាច្រើនឲ្យគេជួយសង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយបងប្អូនគេជួយទាំងអស់គ្នាហើយចៅផ្កាប់ត្រឡប់មកផ្ទះស្លៀកពាក់តែងខ្លួនស្អាតបាតពឹងកំឡោះផងគ្នាឲ្យជូនទៅផ្ទះសេដ្ឋីនោះលុះឡើងទៅដល់លើផ្ទះសេដ្ឋីសួរថាចៅឯងមកមានការអ្វីចៅផ្កាប់ត្រឡោកលុតជង្គង់ប្រណម្យជម្រាបថាម៉ែឪពុកបានប្រើខ្ញុំបាទជាកូនឲ្យមកសូមក្រាបប្រណីបាត់លោកឪពុកអ្នកម្ដាយសូមទានប្រាប់ទីកន្លែងត្រង់ណាឲ្យទានខ្ញុំបាទនឹងសង់ផ្ទះខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយជូនលោកឪពុកលោកម្ដាយក្នុងវេលាថ្ងៃស្អែកនេះសេដ្ឋីទាំងប្តីប្រពន្ធគុណមើលរឹកពីចៅផ្កាប់ក្រឡោកនឹកសរសើរក្នុងចិត្តថាកូនប្រសាអញក្រាន់បើដែរតែមុខជាខូចខាតចំនួនដូចអ្នកមុនទៀតហើយសេដ្ឋីប្រាប់ទីកន្លែងឲ្យសង់នៅខាងជើងឆ្ងាយពីផ្ទះធំចំនួន5ព្យាមចៅផ្កាប់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយក៏ប្រាប់សំពះលានាំគ្នាត្រឡប់ទៅផ្ទះវិញលុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះដែលធ្ងន់ផ្ទុករទេះស្រេចពីយប់របស់ណាលមូលីសែងក៏ចាត់ចែងផ្គូផ្គងដាក់មុខគ្នាស្រេចលុះព្រឹកឡើងខ្លះដឹកនឹងរទេះខ្លះលីសែងទៅដល់ផ្ទះសេដ្ឋីខ្លះកាប់ដីខ្លះជីករណ្ដៅសសរតាមខ្នាតទំហំផ្ទះ5ល្វែងខំធ្វើស្រោះគ្នាមិនឈប់តែពេលបរិភោគបាយរួចនាំគ្នាធ្វើទៀតទាល់តែហើយស្រេចក្នុងវេលាថ្ងៃនោះរួចចៅផ្កាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីជាមេដាបេដាក្មេកហើយនាំគ្នាត្រឡប់ទៅផ្ទះវិញលុះដល់ថ្ងៃខែបានរឹកល្អមេដាបេដាទាំងពីរខាងក៏រៀបវិវាហមង្គលការកូនរួចស្រេចឯចៅផ្កាប់ត្រឡោកលាក់តែត្រឡោកនោះមិនឲ្យនរណាឃើញសោះដល់ពេលយប់រៀបសំដំណេករួចហើយក៏ដេកក្នុងផ្ទះជាមួយគ្នា
ចៅផ្កាប់ត្រឡោកយកត្រឡោកនោះទៅផ្កាប់គ្របពីលើស្វះពីររួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនឲ្យត្រឡោកធ្លាក់បានហើយដេកឃ្លាតពីភរិយាធ្វើកិរិយាសំងំមិនបានពាល់ដល់ចុងដៃជើងភរិយានោះឡើយប្រើឧបាយយ៉ាងនេះអត់ធន់បាន3យប់យប់ក្រោយទៀតនាងភរិយានោះរសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថាប្តីអញនេះដេកជាមួយគ្នាយូរយប់ហើយគាត់ធ្វើប្រងើយកន្តើយហាក់ដូចជាគ្មានត្រូវការនឹងអញសោះឬគាត់ជាខ្ទើយរកសៃលឹងគិតក្នុងចិត្តដូច្នោះហើយក៏ចង់ដឹងប្រថុយលបលុកស្ទាបមើលឲ្យច្បាស់ចៅផ្កាប់ត្រឡោកដេកពុំលក់ទេតែធ្វើជាស្រមុកខលនាងប្រពន្ធនោះលូកដៃស្ទាបត្រង់ស្វះនោះប៉ះទៅលើត្រឡោកផ្កាប់រលីងនិលដកដៃមកវិញគិតថាប្តីអញនេះនឹងថាខ្ទើយរកសៃលឹងក៏មិនមែនសន្តានហាក់ដូចជាភេទស្រីតែពោះគ្មានប្រឡាយមុខគួរឲ្យឆ្ងល់ណាស់លុះព្រឹកឡើងខ្សឹបប្រាប់ម្ដាយតាមដំណើរដែលលបស្ទាបប្តីសពគ្រប់ម្ដាយលឺហើយដកដង្ហើមធំថាអោកូនងួយអើយបានប្តីអ្វីក៏មិនដូចបរោះទាំងពួងហើយនឹកបន្ទោសកូនប្រសាប្រុសនោះថាបើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេហេតុម្ដេចក៏ស្រឡាញ់កូនអញមិនគិតហើយក៏ប្រាប់សេដ្ឋីជាប្តីតាមដំណើរកូនស្រីប្រាប់សពគ្រប់សេដ្ឋីស្ដាប់ហើយគិតថាបើអញនិយាយខ្លាំងខ្មាស់អ្នកជិតខាងហើយនិយាយខ្សឹបខ្សៀវតែពីរនាក់ប្តីប្រពន្ធថាកូនប្រសាយើងនេះវាគ្រាន់បើដែរនន់ហើយគេអើយអាណិតវាឲ្យប្រាក់ភ័ព្វភាពបណ្ណាការនឹងថ្លៃផ្ទះ1500ណែនទៅវាហើយប្រាប់វាឲ្យទៅនៅម៉ែឪវាវិញចុះគិតព្រមគ្នាហើយហៅកូនប្រសាថាជីឯងមកនេះចៅផ្កាប់ត្រឡោកលឺសេដ្ឋីឪពុកក្មេកហៅខ្លួនហើយក៏ទៅអង្គុយជិតសំពះសេដ្ឋីប្រាប់ថាឯងហាក់ដូចជាមិនស្រឡាញ់កូនអញសោះណាន់ហើយចុះអញឲ្យប្រាក់1500ណែនឯងយកទៅផ្ទះឪពុកម្ដាយឯងវិញចុះរួចក៏រាប់ប្រាក់ប្រគល់ឲ្យគ្រប់ចំនួនចៅផ្កាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថាលោកឪពុកខ្ញុំបាទសុំហឹបធំមួយដាក់ប្រាក់យកទៅឲ្យដល់ផ្ទះខ្ញុំបាទផងសេដ្ឋីក៏ឲ្យហឹបដាក់ប្រាក់ចាត់បាវព្រាវឲ្យសែងតាមចៅផ្កាប់ត្រឡោកទៅដល់ផ្ទះហើយជូនប្រាក់1500ណែននៅក្នុងហឹបទៅមេដាបៃតាជំរាបរឿងសពប្រាប់ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញលុះដល់ហើយចៅផ្កាប់ត្រឡោកធ្វើរកិរិយាសិញ្ជប់សិញ្ជឹងហាក់ដូចជារោគអាល័យសេដ្ឋីនិងភរិយានោះពន់ពេកសេដ្ឋីឃើញហើយសួរថាឯងអញឲ្យប្រាក់ទៅនៅផ្ទះម៉ែឪឯងវិញហើយហេតុម្ដេចក៏មិនទៅចៅផ្កាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថាខ្ញុំបាទរោគអាល័យលោកម៉ែលោកឪពុកនិងនាងជាភរិយាខ្លាំងណាស់សូមនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូមប្រណិប័តលាទៅផ្ទះវិញសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថាយើងឲ្យវាដេកមួយយប់ទៀតចុះវាមិនទាន់ជាអ្វីទេដូចជាដេកជាមួយនឹងប្រុសផងគ្នាលុះពេលយប់បរិភោគបាយរួចចៅផ្កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយាត្រឡោកនៅផ្កាប់ដដែលដល់យប់ជ្រៅភរិយាគិតថាយប់ស្អែកនេះប្តីអញទៅនៅផ្ទះគាត់វិញហើយអញចង់ស្ទាបសង្កេតឲ្យច្បាស់ឯចៅផ្កាប់ត្រឡោកដេកផ្ងាដេកពំលក់ព្រោះកើតដំរេកខ្លាំងដូចជាគេនាងភរិយានោះលូកដៃទៅប៉ះត្រឡោកធ្លាក់លឺសូរតែខ្វោះចៅផ្កាប់ត្រឡោកងាកផាំងចូលទៅរួមរស់នឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លាលុះព្រឹកឡើងនាងនោះនិយាយជម្រាបម្ដាយម៉ែអើយបើប្តីខ្ញុំលាទៅផ្ទះវិញសូមម៉ែអាណិតកូនខាត់កុំឲ្យគាត់ទៅមេដាសង្ស័យណាស់សួរកូននិយាយខ្សឹមជម្រាបមេដាថាម៉ែប្តីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួងមិនមែនជាខ្ទើយទេម្ដាយដឹងចិត្តកូនក៏ខ្សឹបជម្រាបសេដ្ឋីជាប្តីដោយស្ងាត់ថាកូនយើងទាំងពីរវាត្រូវចិត្តវាហើយសេដ្ឋីលឺភរិយានិយាយប្រាប់រឿងកូនសពគ្រប់ក៏តបថាកាលមុនឯងនិយាយប្រាប់អញក៏ជឿថាពិតមែនអញបានសងថ្លៃភ័ព្វភាពបណ្ណាការនិងថ្លៃផ្ទះ1500ណែនឲ្យទៅវាឥឡូវថាកូនប្រសាយើងមានប្រដាប់ដូចបរោះទាំងពួងណាស់ហើយចុះគេអើយបើត្រូវចិត្តគ្នាវាហើយប្រាក់ដែលយើងឲ្យកូនប្រសានោះដូចជាឲ្យទៅកូនយើងទេប្តីប្រពន្ធវាមានក្រជាជាមួយគ្នាចោះហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀងទៅលុះដល់សេដ្ឋីប្តីនិងភរិយាចាស់ជរាទទួលមរណភាពទៅវេលាណាស្ដេចក្នុងព្រះនគរនោះទ្រង់ព្រះមេត្តាប្រោសតាំងចៅផ្កាប់ត្រឡោកនិងភរិយាឲ្យធ្វើជាសេដ្ឋីតាំងបិតាលុះអស់ជីវិត